នេះបងប្អូនមួយករណីទៀតហើយនគរបាលឃាត់ខ្លួនយុវជនម្នាក់អាយុ19ឆ្នាំករណីរំលោភទៅលើស្ត្រីអាយុ45ឆ្នាំនៅរោងឃ្វាទារួចបានជំរិតយកលុយអស់ចំនួន2លានកន្លះថែមទៀតផងជាក់ស្ដែងទៅករណីនេះកើតឡើងនៅខេត្តតាកែវដែលមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍តូម៉ែនលីស្នងការនគរបាលខេត្តតាកែវនិងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តតាកែវនៅថ្ងៃទី12ខែកក្កដាឆ្នាំ2026វេលាម៉ោង 13:50 នាទីរសៀលមានករណីរំលោភសេពសន្តិវៈនៅចំណុចក្នុងរោងឃ្វាទាស្ថិតនៅភូមិបាស្រែឃុំបាស្រែស្រុកអង្គរបុរីទៅលើជនរងគ្រោះភេទស្រីអាយុ45ឆ្នាំដែលមានមុខរបរជាកសិករមានទីលំនៅនៅភូមិផ្អើលឃុំព្រៃផ្ដាំស្រុកអង្គរបុរីខេត្តតាកែវដែលបង្កឡើងដោយជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពបានសម្រេចនិងចម្រិតយកលុយអស់2លានកន្លះថែមទៀតផងក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះលោកវីរៈសេនីយ៍ឯកនួនបិណ្ឌអធិការនគរបាលស្រុកអង្គរបុរីបានបញ្ជាឲ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកម្លាំងប៉ុស្តិ៍រដ្ឋបាលបាស្រែនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃផ្ដាំចុះទៅដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី13ខែកក្កដាឆ្នាំ2026វេលាម៉ោង 17:20 នាទីនៅចំណុចភូមិផ្អើលឃុំព្រៃផ្ដាំស្រុកអង្គរបុរីខេត្តតាកែវដោយកំណត់មុខសញ្ញាបានក៏ឃាត់នឹងនាំខ្លួនជនសង្ស័យឈ្មោះសុសស្រិនភេទប្រុសអាយុ19ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅនៅភូមិព្រៃផ្ដាំឃុំព្រៃផ្ដាំស្រុកអង្គរបុរីខេត្តតាកែវបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុកអង្គរបុរីដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ផងដែរ